ប្រជាពលរដ្ឋម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្លង់ពីសំណាក់ទាហានសៀមពុកម៉ែបងប្អូននៅព្រឹកថ្ងៃទី25ខែធ្នូឆ្នាំ2025នេះក្រសួងការពារជាតិកម្ពុជាបានចេញនៅសេចក្តីប្រកាសព័ត៌មានមួយនៅវេលាម៉ោង8:41នាទីព្រឹកថ្ងៃនេះគឺទាហានសៀមបានធ្វើការបាញ់ប្លង់ចូលមកក្នុងភូមិសាស្ត្រភូមិតាលីឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយើងឃើញថាតាំងពីម្សិលមិញថ្ងៃទី24ខែធ្នូឆ្នាំ2025យោធាថៃបានធ្វើសកម្មភាពអមនុស្សធម៌មែនទែនដោយបានប្រើប្រាស់យន្តហោះចំបាំង S16 ធ្វើការទម្លាក់គ្រាប់នៅក្នុងភូមិសាស្ត្រនៅក្នុងទឹកដីនៃប្រទេសកម្ពុជាមិនតែប៉ុណ្ណោះចាប់តាំងពីវេលាម៉ោង10ថ្ងៃទី24ទាហានសៀមបានប្រើប្រាស់យន្តហោះចំបាំងមួយប្រភេទទៀតតែពុកម៉ែបងប្អូនបានដឹងហើយគឺ T50 បានធ្វើការទម្លាក់គ្រាប់នៅម្ដុំភ្នំសំពៅទីតាំងទីប្រជុំជនដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកកមែនទែនដែលបង្កឲ្យប្រជាពលរដ្ឋចំនួន2នាក់បានរងរបួសក្នុងនោះគឺមានបុរសម្នាក់និងក្មេងម្នាក់បានរងរបួសត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗជាមួយគ្នានោះសិស្សសានុសិស្សក្មេងតូចកំពុងតែរៀនបានធ្វើការឆោឡោភ័យស្លន់ស្លោយំរកឪពុកម្ដាយទៅយកកូនវង្វេងកូនបាទគឺសិស្សសានុសិស្សនៅវិទ្យាល័យនៅអនុវិទ្យាល័យគឺមានការស្លន់ស្លោមែនទែនរួមជាមួយនឹងលោកគ្រូអ្នកគ្រូនេះគឺជាទង្វើអមនុស្សធម៌ម្ដងហើយម្ដងទៀតដែលភាគីសៀមធ្វើការរំលោភបំពានមកលើទឹកដីកម្ពុជាជាបន្តបន្ទាប់ក្នុងនោះយន្តហោះចម្បាំង T50 មិនមែនទម្លាក់នៅតែភ្នំសំពៅក្បែរភ្នំសំពៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងប៉ុណ្ណោះទេគឺទម្លាក់នៅទីតាំងផ្សេងទៀតរួមមានស្រុកស្រីស្នំខេត្តសៀមរាបនិងខេត្តនិងទីតាំងមួយចំនួនទៀតបាទហើយយើងឃើញហើយថាបើទោះបីជាមានកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានបាទ GBC ក៏ដោយប៉ុន្តែទាហានសៀមមិនបញ្ឈប់មហិច្ឆតាក្នុងការឈ្លានពានរំលោភបំពាននិងបាញ់មិនរើសគោលដៅទោះបីជាគោលដៅមានជនស៊ីវិលក្បែរនឹងទីតាំងជនភៀសក៏ដោយបាទនេះគឺជាទង្វើមួយដែលប្រជាជនកម្ពុជាមិនអាចទទួលយកបានហើយប្រជាជនកម្ពុជានៅតែបន្តរងគ្រោះដោយសារការឈ្លានពានពីសំណាក់ទាហានសៀមហើយថ្ងៃនេះគឺជាថ្ងៃទី2ហើយនៅក្នុងកិច្ចប្រជុំ GBC ហើយល្ងាចមិញនេះក្រោយចប់កិច្ចប្រជុំបាទនៅល្ងាចនៅយប់មិញនេះគឺខាងកាសែតរបស់ថៃសារព័ត៌មានរបស់ថៃបានធ្វើការផ្សាយព័ត៌មានបំភ្លៃចំពោះលិខិតរបស់ក្រសួងការពារជាតិសុទ្ធតែថាខាងភាគីកម្ពុជាក្រសួងការពារជាតិកម្ពុជាស្នើសុំការចរចាបាទបងប្អូននឹងហើយស្នើសុំឲ្យមានការចរចាឈប់បាញ់បាទអញ្ចឹងមានន័យថាកម្ពុជាព្រមចុះចាញ់ប៉ុន្តែគឺមិនមានរឿងនេះកើតឡើងទេក្រសួងការពារជាតិលោកក៏បានធ្វើសេចក្តីប្រកាសព័ត៌មានមួយហើយមិនដឹងថាគេយកទៅបកប្រែនៅក្នុង Google Translate ឬក៏យ៉ាងម៉េចទេខ្ញុំក៏បានអានសេចក្តីប្រកាសព័ត៌មានដែរគឺមិនមានដូចអ្វីដែលគេចោទទេហើយនៅព្រឹកថ្ងៃទី25នេះគឺថៃនៅតែបន្តធ្វើការបាញ់ប្លង់ចូលមកក្នុងភូមិសាស្ត្រនៃប្រទេសជាណាចក្រកម្ពុជាគិតត្រឹមម៉ោង9នេះនៅក្នុងភូមិសាស្ត្របឹងតគួនជោគជ័យព្រៃច័ន្ទទាហានសៀមនៅតែបន្តធ្វើការបាញ់ប្លង់ហើយនៅតំបន់មួយចំនួនទៀតក៏មានការបាញ់មកដូចគ្នាអញ្ចឹងទេសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានិងវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយនឹងចៅសៀមឈ្លានពានទឹកដីនេះ